សួស្តីបងប្អូនទាំងអស់គ្នានេះជារូបមន្តដែលខ្ញុំធ្វើ XO សោះរួមមានយេហឺចំនួន400ក្រាមបង្គាចំនួនបង្គាក្រៀមចំនួន400ក្រាមត្រីងៀតចំនួន400ក្រាមឆៃប៉ូវចំនួន400ក្រាមសាច់មាន់កិនចំនួន1គីឡូបញ្ជាក់ត្រីងៀតបង្គាក្រៀមហើយនឹងយេហឺគឺយើងយកវាទៅកិនខ្ទឹមសចិញ្ច្រាំ1គីឡូខ្ទឹមក្រហមចិញ្ច្រាំ1គីឡូម្ទេសច្រៀមកិន800ក្រាមអំបិល200ក្រាមស្ករស800ក្រាមសាស៊ុបខ្នុរ250ក្រាមប៊ីចេង300ក្រាមbean powder ចំនួន500ក្រាមបើសិនជាអត់មានមិនបាច់ដាក់ក៏បានដែរបងប្អូននិងប្រេងឆាចំនួន5លីត្របន្ទាប់មកគឺយើងយកគ្រឿងផ្សំខាងលើនោះរួមមានដូចជាបង្គាយេហឺឆៃប៉ូវគឺយើងយកទៅវាទៅបំពងឲ្យស្រួយឡើងឈ្ងុយបន្តិចតើមកគឺសាច់មាន់គឺយើងយកទៅឆាវាឲ្យឆ្អិនជាមួយនឹងទឹកប្រេងខ្យងបន្ទាប់មកបងប្អូនដាក់ខ្លាញ់ឲ្យក្តៅហើយចាប់ផ្ដើមបំពងខ្ទឹមសបំពងខ្ទឹមសឲ្យឡើងឈ្ងុយបន្តិចយើងបន្ថែមខ្ទឹមក្រហមចូលយើងកូរវារហូតដល់ខ្ទឹមទាំងពីរនោះឡើងស្រួយបន្តិចយើងបន្ថែមម្ទេសចូលពេលដែលយើងបន្ថែមម្ទេសចូលហើយគឺយើងទៅកូរវាឲ្យឡើងសព្វល្អហើយបន្ទាប់មកទៀតគឺយើងថែមដាក់សាច់មាន់ចូលយើងកូររហូតដល់សាច់មាន់បាយជាមួយនឹងគ្រឿងផ្សំទាំងអស់នោះឡើងសព្វដូចក្នុងរូបចឹងបន្ទាប់មកទៀតគឺយើងបន្ថែមបង្គាក្រៀមយេហឺត្រីងៀតឆៃប៉ូវចូលយើងកូរវារហូតដល់ឡើងឈ្ងុយបានបន្តិចហើយយើងបន្ថែមដូចជាម្សៅស៊ុបខ្នុរប៊ីចេងស្ករសអំបិលនឹងចូលកូរវាឲ្យសព្វម្ដងទៀតបន្ទាប់មកទៀតគឺយើងដាក់សណ្តែកម្សៅសណ្តែកចូលហើយយើងកូរវាបន្តសព្វរហូតដល់ឈ្ងុយយើងប្រមាណវាដែលប្រើភ្លើងតិចយើងអត់ប្រើភ្លើងខ្លាំងបានទេព្រោះតែយើងបើភ្លើងខ្លាំងគឺបណ្ដាលឲ្យវាអត់ក្លិនអត់ល្អហើយក៏អត់ឆ្ងាញ់ដែរបន្ទាប់ពីនឹងហើយយើងកូរវាប្រហែលជា10ទៅ20នាទីជាការស្រេចហើយបើសិនជាបងប្អូនមិនយល់អីអាចឆាតសួរខ្ញុំបានអំពីរបៀបធ្វើទាំងអស់នឹងអរគុណច្រើន